បញ្ហាជីវិតច្រើនម្ល៉េះណោះហើយតើធ្វើយ៉ាងណាដើម្បីឲ្យជីវិតនេះមានភាពជោគជ័យនិងមានសេចក្តីសុខទៅណោះតើណែធ្វើយ៉ាងណាដើម្បីឲ្យជីវិតមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុណាហើយតើអ្នកក្រអ្នកមធ្យមនិងអ្នកមានគេមានផ្នែកកំណត់ខុសគ្នាយ៉ាងដូចម្ដេចណាដើម្បីរកដំណោះស្រាយទាំងនេះសូមតាមដានស្ដាប់កម្មវិធីជីវិតជីនឹងលុយដែលធ្វើការវិភាសានិងផ្សាយផ្ទាល់នៅរៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យចាប់ពីម៉ោង 12 ដល់ម៉ោង 1 ថ្ងៃត្រង់នៅស្ថានីយ៍វិទ្យុទន្លេរាជធានីភ្នំពេញនិងស្ថានីយ៍វិទ្យុក្រុងសៀមរាប FM 102.5 MHz កម្មវិធីនេះដឹកនាំដោយលោកអមសេងបូរ៉ាគាំទ្រការផលិតដោយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិអយកូក្រេឌីតវិទ្យាស្ថានអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជានិងអង្គការករណីហ្វាន់អន្តរជាតិជារៀងរាល់ខែលោកអ្នកនឹងមានឱកាសឈ្នះនៅរង្វាន់ពិសេសពីកម្មវិធីសូមកុំភ្លេចតាមដានស្ដាប់កម្មវិធីជីវិតវិញធ្វើឲ្យជីវិតកាន់តែប្រសើរឡើងរួមជាមួយនឹងខ្ញុំបញ្ញានិតចាសសូមលំអរកាយគ្រប់ជំរាបសួរពុកម៉ែបងប្អូនព្រមទាំងប្រិយមិត្តទាំងអស់ដែលនិយមគាំទ្រកម្មវិធីជីវិតនឹងលុយជាទីគោរពរាប់អាននិងជាទីស្រឡាញ់ទាំងអស់គ្នាចាសកម្មវិធីជីវិតនឹងលុយត្រូវបានបង្កើតឡើងដោយលោកអមសេងបូរ៉ាដែលលោកគឺជាប្រធានមជ្ឈមណ្ឌលអភិវឌ្ឍអគ្គនាយកសហគ្រិនភាពអាស៊ីនិងទទួលបានការគាំទ្រពីសំណាក់ចាសស្ថាប័នហិរញ្ញវត្ថុអន្តរជាតិអយកូក្រេឌីតវិទ្យាស្ថានអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជានិងអង្គការករណីហ្វាន់អន្តរជាតិកម្មវិធីនេះត្រូវមានការផ្សាយជូនជារាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យចាប់ពីវេលាម៉ោង 12 ថ្ងៃត្រង់ដល់ម៉ោង 1 នៅស្ថានីយ៍វិទ្យុទន្លេ FM 102.5 MHz ចាសហើយសម្រាប់ប្រិយមិត្តរបស់យើងអាចទូរស័ព្ទចូលរួមនៅក្នុងកម្មវិធីដើម្បីបញ្ចេញនៅមតិយោបល់ផ្ទាល់ខ្លួនចាស់កុំខ្លាចអីសោះគឺបញ្ចេញនៅការគិតក៏ដូចជាគំនិតផ្ទាល់ខ្លួនថាតើយើងមានទស្សនៈយ៉ាងណាផ្នត់គំនិតបែបណាអាចបង្ហាញចេញតាមរយៈទូរស័ព្ទ3ប្រព័ន្ធរបស់យើងណានៅក្នុងកម្មវិធីរបស់យើងបានគឺទី1គឺ017 999 126 07 កូដ99 10 កូដ25និងប្រព័ន្ធរបស់យើងមួយខ្សែទៀតគឺមានលេខ097 61 53 999ចាឃើញថារដូវនេះគឺជារដូវធ្លាក់ខ្យល់មែនទេកញ្ញានាងចាធ្លាក់ខ្យល់ដល់ហើយខែកដឹកឯងខែកដឹកកដឹកធ្លាក់ខ្យល់នឹកអនុស្សាវរីយ៍កាពេលដែលនៅជនបទណាពីព្រោះថានាងខ្ញុំគឺជាអ្នកដែលមកពីតាមបណ្ដាខេត្តក៏ដូចជាជនបទដែរកញ្ញានាងដឹងថានៅតាមបណ្ដាសិក្សាចំការសប្បាយអត់ពេលខែធ្លាក់ខ្យល់អញ្ចឹងចាសប្បាយសៀកទៅសៀកមកតិចស្រួលទេពេលព្រលឹមឡើងឲ្យចិត្តភ្លឺនឹងបាត់ទេអូកលំភួយគ្មានចេញទេហើយបើថានិយាយរឿងហែកគេតិចណាចង់និយាយថាពេលត្រូវការអីលុបមុខឬក៏មុជទឹកអីបលឹមឡើងមុនដំបូងជ្រលក់ដៃសិនជ្រលក់ជើងអត់ទេបឡំលុបទៅមុខត្រីអត់មានទឹកទៀតអត់ទេបើហ្នឹងឯងបឡំទៅដោះទៅថ្មីហើយខ្ពុលចុះខ្ពុលឡើងលុបមុខហ្នឹងអត់លុបសាប៊ូទៀតតិចលាងដៃយើងស្អាតយើងសើមទៅញីត្រីអត់មានអ្នកឃើញទេហើយម្យ៉ាងទៀតចេះអ៊ំពូមីងយើងចាស់គាត់ច្រើនតែមានពាក្យមួយគាត់ថាចេះបើសិនជាចង់រកប្រពន្ធរកគ្រួសារឲ្យរកខែហ្នឹងចាតែចង់ជំរាបថាចេះលោកអ៊ំលោកពូអ្នកមីងលោកតាលោកយាយកុំប្រកាន់ពិធីការនេះចត្រានិងកញ្ញានាងអីសម័យនេះទោះបីជាចង់និយាយថាតិចឬក៏រដូវធ្លាក់ខ្យល់យ៉ាងណាមកចង់រើសកូនប្រសែឬក៏ចៅប្រសែឬក៏ប្រពន្ធអីនៅខែនេះគឺប្រហែលជាខកចិត្តអីពីព្រោះសម័យនេះសម័យទំនើបចាអញ្ចឹងផលិតផលស្អីក៏មានក្តៅមិនសិនតែហ្នឹងហើយចង់និយាយថាយើងកុំចង់មើលអីអ្នកណាសាច់ស្អាតអីប្រេសកាអត់អីអត់បានទេព្រោះឥឡូវលេគេមានលេគេថែស្បែកអីអត់បានទេលើចាស់ពីដើមគាត់អត់មានគ្រឿងអញ្ចឹងថែខ្លួននេះប៉ុន្តែគាត់ស្អាតបែបធម្មជាតិតែម្ដងតែឥឡូវយើងស្អាតដែរប៉ុន្តែស្អាតតាមបែបគីមីដូចបន្លែដែរណាអាយ៉ាចាហើយធម្មតាទេណាកម្មវិធីរបស់យើងមុនចូលកម្មវិធីពិធីការនេះទាំងពីរតែងតែចង់ឲ្យចាស់ប្រុកប្រែយើងបាយអូហូតស្ទឹងតិចទៅដើម្បីកុំឲ្យលោកអ៊ំលោកពូលោកយាយលោកតាយើងណាគាត់មានអារម្មណ៍ថាធុញទ្រាន់ហើយជាពិសេសពេលបោកបាយម៉ោងអីចឹងទៀតគាត់សាយច្រើនគាត់ហូបបាយបានច្រើន
ហ្នឹងហើយប៉ុន្តែបើអ្នកណាខូចអត់ទេបើញ៉ាំបាយចំអ្នកខូចអីបាច់ទេឡៃតែសើចឡៃតែស្ដាប់បច្ចុសើចស្ដាប់បច្ចុសើចងាកទៅវិញអស់សាច់ខូចដែរហ្នឹងចាហើយកម្មវិធីរបស់យើងកាលពីម្សិលមិញពិសេសណាស់មែនទេកញ្ញានេះដោយសារតែនាងខ្ញុំពេញចិត្តខ្លាំងណាស់សម្រាប់បងយើងដែលគាត់ទូរស័ព្ទមកពីខាងកំពង់ចាមផងខាងក្រុងភ្នំពេញផងដែលគាត់បានមកបញ្ចេញមតិយោបល់របស់គាត់ណានាងខ្ញុំចង់បានអញ្ចឹងចង់ឲ្យប្រិយមិត្តរបស់យើងក្លាហានបែបហ្នឹងមានអីគាត់ជួបបញ្ហាយ៉ាងម៉េចគាត់ចង់និយាយថាគាត់បញ្ចេញមតិយោបល់គាត់យ៉ាងម៉េចឲ្យគាត់បញ្ចេញនៅក្នុងកម្មវិធីរបស់យើងមកយកឃើញថាល្អឬក៏មិនល្អឬក៏យ៉ាងម៉េចទៅតងមួយប្រធានបទឆ្ងល់អីគឺសួរមកភ្លាមបើសិនជាកម្មវិធីរបស់យើងអត់អាចពេលហ្នឹងយើងអាចបកស្រាយបានមិនទេពេលក្រោយទៀតយើងនឹងព្យាយាមបកស្រាយដោយសារតែដោយសារតែមិនសមមិញហ្នឹងមានឲ្យ color ម្នាក់បងប្រិមិត្តគាត់បានខលចូល color ទៀតណាប្រិមិត្តលោកយាយខ្ញុំមកលោកយាយខ្ញុំជួញចៅមកប្រិមិត្តគាត់បានខលចូលមកសួរពាក់ព័ន្ធជាមួយនឹងបើសិនជាក្នុងករណីដែលគាត់ដូចជាមិនសមមិញបងចត្រាចាំនៅសំណួរចាហើយគាត់សួរថាបើសិនជាគាត់ប្រើប្រាស់ប្រាក់កម្ចីប៉ុន្តែដោយសារតែថាសល់តែប្រហែលខែទៀតទៅអ្នកដែលស្នើខ្ចីមានបញ្ហាអីអញ្ចឹងតើស្ថាប័នធ្វើយ៉ាងម៉េចអញ្ចឹងចាហើយជាទូទៅគឺស្ថាប័នគាត់តែងតែមានវិធីសាស្ត្រនានាក្នុងការដែលដោះស្រាយទៅលើបញ្ហាជុំវិញបញ្ហាដែលខកខានមិនបានបង់ឬក៏បញ្ហាដូចជាធានាទៅលើប្រាក់កម្ចីនឹងដែរចាឲ្យតួយ៉ាងដូចជាថ្ងៃនេះដែរកម្មវិធីរបស់យើងគឺបានលើកឡើងជាមួយនឹងពាក់ព័ន្ធជាមួយនឹងចាបន្តបន្តិចទៅហើយតកតងជាមួយនឹងធានារ៉ាប់រងបងចត្រាដឹងអត់ថាធានារ៉ាប់រងមានអត្ថប្រយោជន៍អ្វីចំពោះយើងនេះជាអ្នកប្រើប្រាស់ហ៎បើសិនជាយើងនិយាយទៅថាធានារ៉ាប់រងអញ្ចឹងប្រហែលជាបងប្អូនយើងអ្នកខ្លះគាត់នៅមិនទាន់ដឹងទេជាពិសេសអ៊ំពូមីងលោកតាលោកយាយគាត់ទៅតាមបណ្ដាខេត្តនោះគាត់ប្រហែលជាមិនទាន់ដឹងថាស្អីគេធានារ៉ាប់រងហ្នឹងគឺថាអាសរងណាចាមែនពីខ្លះក៏អត់ស្គាល់ពាក្យធានារ៉ាប់រងតែអាសរងអញ្ចឹងមកគឺគាត់ថាអញ្ចឹងក្មេងៗសម័យឥឡូវនិយាយថាភាសាបរទេសឯងស្ដាប់កុំឲ្យតបានសិតតាធានារ៉ាប់រងអីបើនិយាយអាសរងទៅមីងអ៊ំយាយអីស្ដាប់បានបាត់ហ្នឹងហ៎ក្មេងឥឡូវចឹងនិយាយទៅភាសាបរទេសចាប៉ុន្តែសំខាន់ណាស់ព្រោះថាមនុស្សម្នាក់គឺយើងជិះអត់ផុតពីបញ្ហាទេមែនទេកញ្ញានេះមិនដឹងថានៅពេលដែលឥឡូវយើងអង្គុយនិយាយបានយើងសើចបានណាមិនដែរបន្តិចទៀតអត់ដឹងថាមានបញ្ហាអីហើយជាក់ស្ដែងដូចជាបងប្អូនរបស់មិត្តភ័ក្តិរបស់បងណាគាត់នៅសុកខ្យល់កោទៅហ្មងហ្នឹងហើយចាអញ្ចឹងអានឹងជារឿងដែលមើលឃើញហើយអាយុជីវិតនេះដែរគឺអត់មានកំណត់ថាចាស់ក្មេងអីទេគឺតែត្រូវទៅគឺភ្លាមនឹងតែម្ដងអញ្ចឹងថ្ងៃនេះប្រធានបទបងសូមអត់ទាន់បង្ហាញថាតើធានារ៉ាប់រងមានសារៈប្រយោជន៍យ៉ាងម៉េចទេប៉ុន្តែបងចង់ឲ្យបងប្អូនយើងក៏ដូចជាលោកអ៊ំលោកតាលោកយាយលោកពូអ្នកមីងដែលជាប្រិយមិត្តអ្នកស្ដាប់របស់យើងណាក៏បានទៅជួបជាមួយនឹងវាគ្មិនកិត្តិយសរបស់យើងជាមុនសិនហើយយើងនឹងពិភាក្សាគ្នាលម្អិតពីមួយជំហានទៅមួយជំហានហើយនៅពេលដែលហ្នឹងគឺយើងអាចសុំមតិយោបល់មកវិញត្រឡប់មកវិញពីបងប្អូនយើងគាត់ស្ដាប់ថាគាត់មានទស្សនៈយកឃើញយ៉ាងណាចំពោះប្រធានបទរបស់យើងថ្ងៃនេះគឺយើងនឹងជជែកអំពីសារៈសំខាន់នៃធានារ៉ាប់រងចាដូច្នេះសូមពុកម៉ែអារម្មណ៍ប្រិយមិត្តរបស់យើងទៅជួបជាមួយនឹងវាគ្មិនកិត្តិយសរបស់យើងបន្តិចសិនចាជំរាបសួរប្រិយមិត្តទាំងអស់ដែលកំពុងតាមដានកម្មវិធីជីវិតនឹងលុយជាទីគោរពរាប់អានខ្ញុំបាទឈ្មោះខែមសេរីគឺជានាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចឈ្មោះមេដារ៉ាប់រងរូបខ្ញុំបាទបានធ្វើការនៅទីនេះយើងគិតទៅអស់រយៈពេលជាង2ឆ្នាំហើយចាប់តាំងពីខែសីហាឆ្នាំ2011ប៉ុន្តែចំពោះបទពិសោធន៍ទៅលើវិស័យធានារ៉ាប់រងនេះខ្ញុំបាទបានចាប់ផ្ដើមធ្វើតាំងពីឆ្នាំ2003កន្លងមកនៅ Great Sky ហើយកន្លងមកទៀតនៅឆ្នាំ2007ខ្ញុំបានទៅធ្វើនៅខាងស្ថាប័នមីក្រូហិរញ្ញវត្ថុមួយឈ្មោះថា Vision Fund ផងដែរប៉ុន្តែបច្ចុប្បន្ននេះខ្ញុំបាននឹងកំពុងធ្វើឲ្យក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចដែលខ្ញុំបានបញ្ជាក់មិញថាឈ្មោះថាមេដារ៉ាប់រងនេះរយៈពេល2ឆ្នាំដែលសប្តាហ៍នេះយើងមានការសហការជាមួយនឹងស្ថាប័នមីក្រូហិរញ្ញវត្ថុដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិឈ្មោះថា Samic PLC ចាឃើញថា
ថាអំបញ្ញមិញនេះបងប្អូនប្រជាពលរដ្ឋរបស់យើងប្រិយមិត្តរបស់យើងហ្នឹងគាត់បានស្ដាប់ហើយថាតើវាគ្មិនកិត្តិយសរបស់យើងហ្នឹងចេញមកពីខាងណាចាអនុញ្ញាតជម្រាបជូនភាសាទៀតគឺវាគ្មិនកិត្តិយសរបស់យើងនៅថ្ងៃនេះគឺលោកខេមសារីដែលលោកគឺជានាយកប្រតិបត្តិនៅក្រុមហ៊ុនធានារ៉ាប់រងមួយឈ្មោះថាមេដារ៉ាប់រងចាមេដារ៉ាប់រងគាត់តែស្ដាប់ឈ្មោះក៏ប្លែកដែរមែនទេចាមេដារ៉ាប់រងហើយណាមួយឲ្យវាគ្មិនពិសេសយើងគឺគាត់មានបទពិសោធន៍ច្រើនមែនទែនចំពោះបញ្ហាធានារ៉ាប់រងនេះចាពីព្រោះអនុញ្ញាតជំរាបរៀងខាងក្រៅតិចណាហើយវាគ្មិនកិត្តិយសផ្ដាំដែរថាកញ្ញាចត្រេមិនកំបាញ់ខ្លាំងពេកពួកអត់អីទេខ្ញុំអត់មានបាញ់អីទេគឺគ្រាន់តែថាតាមទម្លាប់តែប៉ុណ្ណឹងចាហើយដោយសារតែគាត់ឥឡូវនេះប្រហែលជានៅតាមផ្លូវទៅឡើយទេព្រោះគាត់មានការងារសំខាន់ត្រូវចុះទៅតាមខេត្តឥឡូវហ្នឹងប្រហែលជានៅកំពង់សោមទៅឡើយព្រោះគាត់ត្រូវទៅដោះស្រាយការងារណាចាអញ្ចឹងឆ្លៀតឱកាសពេលនេះគឺមិនងាយទេចា1ម៉ោងនេះគឺថាសុំធានាថាស្ពឹកទៀតហើយចាចាជាអតីតអ្នកធ្លាប់ធ្វើការជាមួយគ្នាចាហ្នឹងហើយគាត់មានបទពិសោធន៍ច្រើនដើម្បីគាត់ធ្វើការខាងវិស័យនេះយូរណាស់មកហើយតែថ្មីនេះមានគេបង្កើតជាក្រុមហ៊ុនធានារ៉ាប់រងមួយឈ្មោះថាមេដារ៉ាប់រងហ្នឹងគឺគាត់បានក្លាយទៅជាគណនាយកនៅទីហ្នឹងតែម្ដងហ្នឹងហើយវ័យក្មេងលើកក្រោយអត់សម្ភាសពីរឿងធានារ៉ាប់រងទេសម្ភាសរឿងអាជីវកម្មម្ដងព្រោះតកែក្មេងទេតកែក្រុមហ៊ុនរថយន្តសម្បត្តិរថយន្តម៉ាសលចាកញ្ញានេះធ្លាប់ឮទេសម្បត្តិរថយន្តម៉ាសលអត់មានរថយន្តជិះអត់ដែរអើយសែដូចបងដែរបងក៏សែដែរបងអត់ដឹងដែរចាហើយសម្រាប់វាគ្មិនកិត្តិយសរបស់យើងនៅថ្ងៃនេះគឺគាត់នឹងបង្ហាញអំពីសារៈសំខាន់ក៏ដូចជាអត្ថន័យនៃពាក្យថាធានារ៉ាប់រងដូច្នេះនាងខ្ញុំជឿជាក់ថាបងប្អូនរបស់យើងនឹងគឺពិតជាចង់ស្វែងយល់ជាពិសេសបងប្អូនដែលគាត់នៅតាមបណ្ដាខេត្តគាត់អាចនឹងមិនសូវបានឮក៏ដូចជាដឹងអំពីសេវាកម្មធានារ៉ាប់រងប្រមាណទេប៉ុន្តែបើសម្រាប់បងប្អូនយើងដែលគាត់នៅទីក្រុងភ្នំពេញប្រហែលជាទលាយជាងចង់និយាយថាទលាយគាត់អាចដឹងច្រើនតែបើនៅតាមខេត្តអីអត់ទេប៉ុន្តែម៉ាក់បងដឹងរឿងធានារ៉ាប់រងចុះបើម៉ាក់មានកូនអត់ទេបងកូនភ្ញាក់ផ្អើលអត់ទេបងភ្ញាក់ផ្អើលតែមានម្ដងដែលបងទៅលេងទេហើយឃើញម៉ាក់គាត់នេះណាចេះថ្ងៃមួយដូចជាជជែកទៅម៉ាក់គាត់និយាយមកគាត់ថាគាត់បានទិញធានារ៉ាប់រងសុខភាពហើយសរសើរគាត់ដែរអីម៉ាក់ដឹងធានារ៉ាប់រងដែរម៉ាក់លើគេប្រាប់អញ្ចឹងទៅឲ្យគេប្រមូលទិញធានារ៉ាប់រងគាត់ទិញដែរទៅចាឲ្យទៀតពិតសេវាកម្មធានារ៉ាប់រងគឺរៀងទលំទលាយទៅតាមបណ្ដាខេត្តដែរប៉ុន្តែដោយសារតែប្រជាពលរដ្ឋយើងគាត់អត់សូវដឹងច្បាស់ពីអត្ថប្រយោជន៍របស់វាអញ្ចឹងទៅអត់សូវបាននិយាយទៅអត់បានប្រើប្រាស់ដោយសារតែអត់សូវដឹងពីអត្ថប្រយោជន៍ហ្នឹងគាត់មួយយ៉ាងដែរគាត់គិតថាចេះគាត់ទិញធានារ៉ាប់រងខាងផ្នែកសុខភាពណាគាត់ថាព្រោះយើងអត់ដឹងថាពេលណាដែលយើងត្រូវឈឺថ្កាត់ទេហើយឈឺកហើយចង់និយាយថាបើសិនជាយើងពឹងទៅលើតែគ្រួសារហ្នឹងយើងគាត់ថាយើងមិនដឹងថាយើងមានលទ្ធភាពមើលខ្លួនឯងអត់តែបើសិនជាយើងមានធានារ៉ាប់រងទៅយ៉ាងហោចក៏ខាងធានារ៉ាប់រងគេជួយយើងបានមកចំណែកអញ្ចឹងទៅគាត់គិតមួយយ៉ាងរបស់គាត់ដែរប៉ុន្តែគិតទៅមានអារម្មណ៍ថាដូចចង់អន់ចិត្តតែប្រហែលគាត់ខ្លាចកូនចិត្តមិនបានមួយគាត់ដូចយ៉ាងម៉េចគាត់រត់ទៅទិញធានារ៉ាប់រងចាញ់និយាយលេងណាមិនវាយប្រហាទេដូច្នេះសូមអង្វែអារម្មណ៍ប្រិមត្តរបស់យើងទៅស្ដាប់ពីអត្ថន័យនៃពាក្យធានារ៉ាប់រងធានាណាអូយ៉ាប់មែនតើពីអត្ថន័យនៃធានារ៉ាប់រងទាំងអស់គ្នាចាសូមគោរពអញ្ជើញពីនិយមន័យនៃពាក្យថាធានារ៉ាប់រងដូច្នេះនេះខ្ញុំសូមអនុញ្ញាតជម្រាបសួរទៅកាន់វាគ្មិនកិត្តិយសរបស់យើងថាតើពាក្យធានារ៉ាប់រងនេះមានន័យយ៉ាងដូចម្តេចដែរចំពោះវិស័យធានារ៉ាប់រងនេះចាអរគុណចំពោះសំណួរនៅនាងចត្រាខ្ញុំចង់បញ្ជាក់ថាការនិយមន័យទៅលើធានារ៉ាប់រងនេះយើងឃើញថាមានការនិយមន័យផ្សេងគ្នាប៉ុន្តែបើយើងយល់ទៅលើនិយមន័យមួយធានារ៉ាប់រងចង់មានន័យថាគឺជាការបង់នៅទឹកប្រាក់មួយចំនួនណាមួយនោះមុនទៅឲ្យក្រុមហ៊ុនធានារ៉ាប់រងដែលក្រុមហ៊ុននោះគាត់មានកាតព្វកិច្ចក្នុងការទទួលរ៉ាប់រងនៅចំពោះសំណងដែលអាចកើតឡើងដោយឥតព្រៀងទុកនៅអនាគតណាមួយនោះកន្លែងនេះដែលការទឹកប្រាក់ដែលគេបង់ទៅឲ្យក្រុមហ៊ុនធានារ៉ាប់រងនោះតាមនៃបច្ចេកទេសវាយើងឲ្យឈ្មោះថាបុព្វលាភអញ្ចឹងមានថាយើងត្រូវបង់អ្នកដែលទិញធានារ៉ាប់រងគាត់ត្រូវបង់បុព្វលាភចំនួនទឹកប្រាក់នោះទៅឲ្យក្រុមហ៊ុនមួយ
ដែលក្រុមហ៊ុនហ្នឹងគាត់មានកាតព្វកិច្ចក្នុងការទូទាត់សំណងនៅអនាគតណាមួយចំពោះហេតុឬក៏ហានិភ័យដែលកើតឡើងមិនបានព្រៀងទុកចំពោះអ្នកដែលគាត់ទិញធានារ៉ាប់រងហ្នឹងបាទចាហើយបើតាមស្ដាប់មិញហ្នឹងប្រហែលជាលោកអ៊ំលោកពូលោកយាយលោកតាយើងគាត់នៅតាមសហគមន៍គាត់ឆ្ងល់ស្អីគេកញ្ញាចត្រាបុព្វលាភហ្នឹងស្អីគេទៅគឺបុព្វលាភអញ្ចឹងនិយាយដោយសម្រាយបុព្វលាភហ្នឹងគឺការបង់ប្រាក់ជាមុនមែនទេលោកគ្រូបាទអញ្ចឹងមានន័យថាធានារ៉ាប់រងនោះគឺសំដៅទៅលើសេវាកម្មរបស់ក្រុមហ៊ុនដែលផ្ដល់ដល់អតិថិជនប៉ុន្តែសេវាកម្មធានារ៉ាប់រងនោះការបង់ត្រឡប់មកអតិថិជនវិញនេះគឺសំខាន់ដំបូងត្រូវឲ្យគាត់បង់ម៉ាស៊ីនបាទត្រូវហើយកញ្ញាចត្រាគឺថាអតិថិជនគាត់ត្រូវសម្រេចចិត្តថាតើគាត់ទិញនៅសេវាបាទផលិតផលមួយណាពីក្រុមហ៊ុនធានារ៉ាប់រងហើយគាត់ត្រូវមានកាតព្វកិច្ចក្នុងការបង់ទឹកប្រាក់ជាមុនទៅឲ្យក្រុមហ៊ុនធានារ៉ាប់រងហើយនោះហើយដែលយើងហៅថាបុព្វលាភចាប្រិមត្តទាំងអស់គ្នាបានស្ដាប់រួចមកហើយនៅនិយមន័យនៃហានិភ័យធានារ៉ាប់រងកូនទិញហានិភ័យចេះឆ្ងល់ចាំមាត់កញ្ញានេះជីបអូយរឿងស្អីហើយនិយាយចេញមកមែនហានិភ័យចាសូមអធិស្ឋានចំពោះប្រិមត្តទាំងអស់គ្នាផងគឺនិយមន័យរបស់ពាក្យធានារ៉ាប់រងចាឲ្យធានារ៉ាប់រងនោះគឺជាការបង់នៅចំនួនទឹកប្រាក់មុនចាឲ្យដើម្បីធានាទៅលើហេតុការណ៍ដែលយើងមិនបានព្រៀងទុកមុនចានេះជាសេវាកម្មរបស់ក្រុមហ៊ុនមួយចាយើងត្រូវក្នុងនាមយើងជាអ្នកប្រើប្រាស់សេវាកម្មហ្នឹងគឺយើងត្រូវបង់នៅទឹកប្រាក់មួយចំនួនទៅឲ្យក្រុមហ៊ុនហើយឲ្យក្រុមហ៊ុនដូចចឹងនិយាយថាបង់ទៅលើឲ្យបញ្ហាណាមួយកើតឡើងដូចជាឧទាហរណ៍ថាបើសិនជាបង់ទៅលើសេវាកម្មឆេះផ្ទះឧទាហរណ៍បង់អញ្ចឹងទៅគឺបើសិនជាផ្ទះយើងមានបញ្ហាដូចជាឆេះឬក៏អីអញ្ចឹងទៅគឺក្រុមហ៊ុនគឺធានាបង់សងត្រឡប់មកវិញនៅចំនួនទឹកប្រាក់មួយណាមួយជាក់លាក់ចាអាចនិយាយអញ្ចេះបញ្យល់ឲ្យងាយយល់បន្តិចចាអញ្ចេះទៅការដែលធានារ៉ាប់រងសំដៅទៅលើការបង់ប្រាក់ឲ្យក្រុមហ៊ុនជាមុនបានន័យថាយើងទៅជ្រើសរើសប្រភេទសេវាកម្មពីក្រុមហ៊ុនធានារ៉ាប់រងបងឧទាហរណ៍ថាឥឡូវនេះយើងទិញធានារ៉ាប់រងមួយស្ដីអំពីសុខភាពសុខភាពដែលតម្លៃនៃការទិញធានារ៉ាប់រងរបស់យើងនេះខ្ញុំថាឥឡូវខ្ញុំចង់បានធានារ៉ាប់រងបើសិនជាក្នុងករណីខ្ញុំមានបញ្ហាសុខភាពឬក៏តម្រូវការអីចឹងខ្ញុំទិញយក$1000ឧទាហរណ៍ថាតម្លៃ$1000ចឹងណាសម្រាប់ការធានាលើសុខភាពរបស់ខ្ញុំប៉ុន្តែតម្លៃ$1000ចាអញ្ចឹងក្រុមហ៊ុនគេនឹងធ្វើការសិក្សាក៏ដូចជាបំពេញសំណុំឯកសារបែបបទអីផ្សេងៗអញ្ចឹងណារួចហើយគេនឹងគិតមើលថាតើក្នុងមួយខែយើងត្រូវបង់តម្លៃសេវាកម្មឲ្យគេប៉ុណ្ណាប៉ុន្តែយើងទិញធានារ៉ាប់រងគេដែលថាសម្រាប់ថ្លៃសុខភាព$1000ហ្នឹងចេះទៀតតែយើងទិញហ្នឹងយើងធានាអត់ទេយើងធានាខ្លួនឯងនឹងរយៈពេលប្រហែលឲ្យគេធានា1ឆ្នាំអូខេបានន័យថាបើសិនជាក្នុងអំឡុងមួយឆ្នាំហ្នឹងចាប់ពីថ្ងៃហ្នឹងរហូតដល់ថ្ងៃខែ12ឆ្នាំក្រោយហ្នឹងគ្រប់មួយឆ្នាំហ្នឹងគឺយើងអត់មានឈឺអត់មានអីនេះទេគឺបានន័យថាអត់មានអីនេះទេណាបានតែយើងបង់ឲ្យគេហើយតែអត់មានទទួលបានការសងត្រឡប់នេះមកពីខាងក្រុមហ៊ុននេះតែឧទាហរណ៍ថាបើសិនជាក្នុងករណីថាយើងទិញអញ្ចឹងហើយយើងមួយឆ្នាំអញ្ចឹងស្រាប់តែប្រហែលខែក្រោយមកយើងឈឺមើលជំងឺអីក្រោម1000អីអញ្ចឹងក្រុមហ៊ុនគេធ្វើការទូទាត់ទៅនឹងឲ្យយើងអានេះលក្ខណៈនៃការទិញធានារ៉ាប់រងមិនញ៉ៃញ៉ៃពេកញ៉ាំនេះចាប់ស្ដាប់យល់ទេមែនចាស្ដាប់យល់អញ្ចឹងចាហ្នឹងហើយអញ្ចឹងយើងបង់ឲ្យគេរាល់ខែអញ្ចឹងទៅប៉ុន្តែមិនមែនថា1000ហ្នឹងយើងបង់ឲ្យគេមួយខែរាប់រយដុល្លារទេអត់ទេមិនប៉ុណ្ណឹងទេពីព្រោះវាតិចទេវាតម្លៃមួយដែលតិចទេហើយការដែលយើងទិញទុកនេះគឺត្រៀមសម្រាប់ក្នុងករណីដែលថាយើងមានបញ្ហាអីមួយកើតឡើងអញ្ចឹងណាតែយើងអត់មានទឹកប្រាក់ក្នុងការដែលនេះទៅលើវាហ្នឹងចាវាអាចពិបាកភ្លាមៗណាហ្នឹងហើយបើយើងមានធានារ៉ាប់រងទៅយើងមានអារម្មណ៍កក់ក្ដៅបន្តិចគេហៅថាសន្តិភាពផ្លូវចិត្តណាចាហើយបន្តមកទៀតមិញនេះវាគ្មិនរបស់យើងបានបកស្រាយទាក់ទងជាមួយនឹងអត្ថន័យនៃធានារ៉ាប់រងរបស់ហើយចាប្រភេទនៃធានារ៉ាប់រងបច្ចុប្បន្ននៅស្រុកខ្មែរយើងមានប្រមាណប្រភេទកញ្ញានេះមានដឹងអត់ចានាងខ្ញុំដូចជាអត់ដឹងអត់សូវច្បាស់ទេចាព្រោះដូចថាប្រព័ន្ធហ្នឹងដូចរៀងថ្មីដែរណានៅអត់ទាន់តលីនៅឡើយសេវាកម្មធានារ៉ាប់រងហ្នឹងអញ្ចឹងអនុញ្ញាតសូមឲ្យវាគ្មិនកិត្តិយសរបស់យើងបកស្រាយបន្តតើធានារ៉ាប់រងមានប្រមាណប្រភេទចាបាទដោយឡែកធានារ៉ាប់រងបើខ្ញុំមើលនៅចំពោះកម្ពុជាសប្តាហ៍ថ្ងៃយើងបែងចែកជា2ប្រភេទគឺទី1យើងហៅឈ្មោះថាធានារ៉ាប់រងអាយុជីវិតហើយទី2នោះគឺយើងមានធានារ៉ាប់រងទូទៅ
ចឹងចំណុចកន្លែងនេះខ្ញុំគ្រាន់តែជិះវៀងបងប្អូនមួយចំនួនគាត់ឮសូរធានារ៉ាប់រងគាត់អាចនឹងមានការភ័ន្តច្រឡំចឹងក៏ឆ្លៀតឱកាសនេះចំពោះនៅក្នុងកម្មវិធីជីវិតនឹងលុយខ្ញុំសូមចែករំលែកជាបទពិសោធន៍ថាយើងមាន2នេះប្រភេទធានារ៉ាប់រងគឺទី1ធានារ៉ាប់រងអាយុជីវិតទី2ធានារ៉ាប់រងទូទៅចាធានារ៉ាប់រងមាន2គឺធានារ៉ាប់រងទៅលើអាយុជីវិតធានារ៉ាប់រងទៅលើទូទៅអាយុជីវិតនោះមានន័យថាបើសិនជាគាត់ទិញធានារ៉ាប់រងហើយគាត់មានបញ្ហាដោយមានបញ្ហាដោយប្រការណាមួយឬថាត្រូវបាត់បង់ជីវិតទៅអញ្ចឹងខាងក្រុមហ៊ុននឹងបង់សងត្រឡប់មកវិញមែនទេលោកគ្រូបាទចំពោះធានារ៉ាប់រងអាយុជីវិតនេះគឺយើងធ្វើការធានាទៅលើជីវិតរបស់អ្នកដែលគាត់បានទិញធានារ៉ាប់រងដែលយើងឲ្យឈ្មោះថា policy holder ជាភាសាបច្ចេកទេសអ្នកដែលគាត់ទិញធានារ៉ាប់រងហ្នឹងគឺគេអាចចែងទៅតាមលក្ខខណ្ឌអាចថាគាត់ពិការអចិន្ត្រៃយ៍ឬមួយគាត់ស្លាប់បាត់បង់ជីវិតតែម្ដងនោះក្រុមហ៊ុនធានារ៉ាប់រងនឹងធ្វើការបង់សងនៅចំនួនទឹកប្រាក់ដែលគាត់បានធានាដែលមានចែងនៅក្នុងកិច្ចសន្យាចំណែកធានារ៉ាប់រងទូទៅមានន័យថាអាចជាធានារ៉ាប់រងទៅលើរថយន្តឬក៏យានជំនិះផ្សេងឬក៏សុខភាពមែនទេលោកបាទសប្តាហ៍ថ្ងៃដូចនៅកម្ពុជាធានារ៉ាប់រងទូទៅហ្នឹងគឺយើងមានធានារ៉ាប់រងទៅលើយានយន្តដូចជាម៉ូតូឡានយើងមានធានារ៉ាប់រងទៅលើអគ្គិភ័យយើងមានធានារ៉ាប់រងទៅលើគ្រោះថ្នាក់ការងារដែលបុគ្គលិករបស់ក្រុមហ៊ុនមួយចំនួនដែលក្រុមហ៊ុនគាត់បានទិញជូនបុគ្គលិកដូចដែលយើងបានដឹងកន្លងមកហើយចាសូមស្វាគមន៍មកកាន់កម្មវិធីជីវិតនឹងលុយសាជាថ្មីម្ដងទៀតចាហើយអាម៉ាញ់មិញនេះលោកបានបង្ហាញអំពីប្រភេទនៃធានារ៉ាប់រងឯងចាគឺមាន2មានឯកញ្ញានេះចាទី1គឺធានារ៉ាប់រងទៅលើជីវិតចាទី2គឺទូទៅចាជាធម្មតាអញ្ចឹងដូចកញ្ញានេះជាបុគ្គលិកបម្រើកិច្ចការងារអញ្ចឹងមានធានារ៉ាប់រងអត់មានបងមានចាត្រឹមត្រូវហើយព្រោះនៅតាមក្រុមហ៊ុននៅតាមបណ្ដាស្ថាប័នអញ្ចឹងគេតែងតែទិញធានារ៉ាប់រងអាយុជីវិតដល់បុគ្គលិករបស់គេណាចាហើយរៀងមានអារម្មណ៍ថាខ្លួនឯងមានអារម្មណ៍ថាយ៉ាងម៉េចដែរនៅពេលដែលបានទិញធានារ៉ាប់រងអញ្ចឹងក្រុមហ៊ុនទិញធានារ៉ាប់រងឲ្យយើងគឺមានអារម្មណ៍ថាសុវត្ថិភាពចាបើសិនជាក្នុងករណីដែលយើងមានបញ្ហាអីកើតឡើងគឺធានារ៉ាប់រងនឹងទូទាត់មកឲ្យយើងវិញដូចថាបើយើងឈឺឬក៏កើតបញ្ហាអីអញ្ចឹងទៅយើងអត់មានលុយនៅក្នុងខ្លួនក៏ដោយក៏ធានារ៉ាប់រងនឹងជួយទូទាត់ឲ្យយើងដែរចាបងវិញបងមានអារម្មណ៍ថាយល់ថាជីវិតមានតម្លៃចាបើសិនជាយើងអត់មានធានារ៉ាប់រងមានអារម្មណ៍ថាជីវិតយើងឧទាហរណ៍ថាទៅផាំងអញ្ចឹងទៅអត់មានបានអីមករៀលវិញប៉ុន្តែបើសិនជាយើងមានធានារ៉ាប់រងទោះបីជាថ្ងៃក្រោយយើងមានបញ្ហាអីដួលទៅឬក៏ទៅរលត់បាត់ទៅណាក៏យើងមានបន្សល់របស់តិចតួចគេហៅថាលុយធានារ៉ាប់រងមួយចំនួនដើម្បីត្រឡប់ទៅឲ្យឪពុកម្ដាយយើងវិញណាតែនិយាយចេះមិនមែនប្រមាថជីវិតខ្លួនឯងទេណាហើយក៏មិនមែនថាឪពុកម្ដាយហ្នឹងគាត់ចង់បានលុយនឹងដែរមិនតែគ្រាន់តែចង់និយាយថាអានេះគឺជារបៀបដែលយើងគិតមួយថាបើសិនជាយើងអត់មានធានារ៉ាប់រងពេលដែលយើងស្លាប់ទៅគឺតទេស្អាតអត់មានបានអីតិចតួចអីជាប់ខ្លួនទេប៉ុន្តែបើសិនជាយើងមានធានារ៉ាប់រងយ៉ាងហើយក៏យើងមានរបស់អីតិចតួចសម្រាប់អ្នកដែលនៅជាមួយយើងហ្នឹងហើយនិយាយថាដូចប្តីអញ្ចឹងមានបញ្ហាទៅក៏អាចបន្សល់ទ្រព្យសម្បត្តិខ្លះទៅឲ្យកូនទៅឲ្យប្រពន្ធដែរចានេះគឺជាប្រភេទនៃធានារ៉ាប់រងប៉ុន្តែមិនដឹងថាតើបច្ចុប្បន្ននេះទំហំណាຂະຫນາດនៃប្រភេទធានារ៉ាប់រងនៅស្រុកខ្មែររបស់យើងមានប្រមាណប្រភេទចាចង់ដឹងអត់ចង់បងខ្ញុំក៏ចង់ដឹងដែរអញ្ចឹងសូមអញ្ជើញទៅស្ដាប់បទសម្ភាសន៍ខាងក្រៅរបស់យើងទាំងអស់គ្នាបើតាមគំនិតរបស់ខ្ញុំគិតថាធានារ៉ាប់រងបើយើងនិយាយពីទំហំយើងមាន2យើងអាចថាຂະຫນາດធំយើងឲ្យឈ្មោះថាធានារ៉ាប់រងជាលក្ខណៈហៅ macro ដែលសពថ្ងៃមានຂະຫນາດធំហើយមួយទៀតគឺធានារ៉ាប់រងຂະຫນາດតូចយើងហៅថា micro insurance ហ្នឹងអញ្ចឹងយើងសង្កេតឃើញនៅសប្តាហ៍ថ្ងៃយើងមានធានារ៉ាប់រងអាយុជីវិតຂະຫນາດធំខ្ញុំលើកយកធានារ៉ាប់រងអាយុជីវិតຂະຫນາດធំយើងមាន3ធំសប្តាហ៍ថ្ងៃដែលយើងមានធានារ៉ាប់រងកម្ពុជា Life យើងមាន Manulife ហើយនិង Prudential ប៉ុន្តែចំណែកធានារ៉ាប់រងຂະຫນາດតូចនៅកម្ពុជានេះយើងសង្កេតឃើញយើងមាន2ប៉ុន្តែនៅក្នុងនោះយើងមានមេដាមួយដែលយើងអាចនិយាយបានថាវាជាធានារ៉ាប់រងរបស់ប្រជាជនខ្មែររបស់ជនជាតិខ្មែរហើយបើយើងនិយាយនៅក្នុងនៃចំនួនអតិថិជននឹងមានបទពិសោធន៍នៅក្នុងប្រទេសកម្ពុជាយើងគឺមេដារ៉ាប់រងនេះគឺយើងបោះជើងឈរជើងមុនគេបាទឈរជើងមុនគេនៅកម្ពុជានេះចាមិញនេះគាត់បានបង្ហាញណាតំបន់ຂະຫນາດធំហើយនិងຂະຫນາດតូចចាអញ្ចឹងមិនដឹងថាតើវាគ្មានកិត្តិយសរបស់យើងនៅថ្ងៃនេះគាត់ចង់លើកយកប្រភេទណា
បើតាមនាងខ្ញុំគិតថាប្រហែលជាគាត់និយាយអំពីខ្នាតតូចមើលទៅព្រោះដោយសារតែខ្នាតតូចបើតាមនាងខ្ញុំគិតទៅគឺប្រើប្រាស់បានគ្រប់ស្រទាប់វណ្ណៈទាំងអស់ហ្នឹងហើយចាព្រោះឲ្យចំនួនទឹកប្រាក់ដែលកាប់បងហ្នឹងគឺវាតិចចាត្រឹមត្រូវប្រហែលជាអញ្ចឹងបងគិតថាអញ្ចឹងដែរពីព្រោះបើសិនជាខ្នាតធំទៅវារៀងចំណាយច្រើនទេអញ្ចឹងសម្រាប់បងប្អូនយើងដែលមានប្រភពចំណូលតិចតួចទេណាហើយគឺគាត់ហ្នឹងហើយប្រហែលតែប៉ុន្តែខ្ញុំក៏ចង់ឲ្យគាត់ពិភាក្សារឿងខ្នាតតូចហ្នឹងដែរពីព្រោះដើម្បីឲ្យលោកតាលោកយាយលោកអ៊ំលោកពូអ្នកមីងយើងដែលគាត់នៅតាមបណ្ដាសិក្សាចំការណាគាត់អាចចង់និយាយថាគាត់អាចដឹងពីសារៈប្រយោជន៍នៃធានារ៉ាប់រងហើយបើសិនជាគាត់មានចំណាប់អារម្មណ៍គាត់អាចទិញធានារ៉ាប់រងបានហើយគាត់អាចដឹងទេថាតើធានារ៉ាប់រងបើសិនជាគាត់ទិញទៅតើគាត់ចំណាយអស់ប្រហែលជាចំនួនទឹកប្រាក់ប្រមាណក្នុងមួយខែហ្នឹងហើយដើម្បីឲ្យគាត់ពិចារណាថាបើថ្លៃពេកយើងពិបាកដែរណាពិបាកទិញប៉ុន្តែគេមានតាមប្រភេទផលិតផលថាមែនទេបើសិនជាយើងមិនមានលទ្ធភាពយើងអាចទិញល្មមតិចតួចអីចឹងទៅតែបើសិនជាយើងអូខេឥឡូវយើងចំណូលយើងធំដែរយើងអាចទិញរៀងថ្លៃទៅដើម្បីបានសំណងមកវាច្រើនដែរចាដូច្នេះសូមអញ្ជើញបងប្អូនប្រិយមិត្តរបស់យើងទៅជួបជាមួយនឹងបទសម្ភាសន៍របស់យើងបន្តទៀតចាបាទដោយកម្មវិធីថ្ងៃនេះខ្ញុំសូមលើកយកតែធានារ៉ាប់រងអាយុជីវិតខ្នាតតូចដែលមេដារ៉ាប់រងយើងនេះបាននឹងកំពុងធ្វើអញ្ចឹងខ្ញុំក៏ឆ្លៀតបញ្ជាក់ទៅដល់ប្រិយមិត្តក៏ដូចជាប្រជាពលរដ្ឋជាពិសេសប្រជាជនដែលនៅតាមទីជនបទស្រុកស្រែចម្ការធានារ៉ាប់រងនេះគឺថាយើងអាចផ្ដល់លទ្ធភាពជូនគាត់ឲ្យគាត់អាចទទួលបាននូវសេវារ៉ាប់រងដោយប្រជាជនដែលមានកម្រិតចំណូលខ្ពស់ឬមួយក៏មធ្យមបាទគាត់អាចទទួលបាននូវសេវាធានារ៉ាប់រងនេះផងដែរដែលបច្ចុប្បន្នយើងមានផលិតផលរបស់យើងពីរប្រភេទទី1យើងឲ្យឈ្មោះថាធានារ៉ាប់រងទៅលើប្រាក់កម្ចីហើយចំណុចទី2គឺធានារ៉ាប់រងទៅលើអាយុជីវិតចាអញ្ចឹងលោកគ្រូអាចលម្អិតបន្ថែមពីចំណុចទាំងពីរនឹងបានទេពីព្រោះស្ដាប់ទៅនេះខ្ញុំមានចំណាប់អារម្មណ៍ថាធានារ៉ាប់រងទៅលើប្រាក់កម្ចីវាធានារ៉ាប់រងរបៀបម៉េចចាហើយអាយុជីវិតមុនហ្នឹងដូចជាបានបង្ហាញខ្លះៗហើយប៉ុន្តែនេះខ្ញុំចង់លម្អិតភាសាទៀតចាជាពិសេសគឺចំណុចទី1តទៅជាមួយនឹងប្រាក់កម្ចីចាធានារ៉ាប់រងអាយុជីវិតខ្នាតតូចនេះខ្ញុំសរុបមកវិញថាយើងមានពីរប្រភេទគ្រាន់តែយើងបែងចែកផលិតផលវាជាពីរទេទី1យើងហៅថាធានារ៉ាប់រងទៅលើប្រាក់កម្ចីអញ្ចឹងមានន័យថានៅពេលដែលអតិថិជនគាត់អាចទទួលបានសំណងនេះលុះត្រាតែគាត់ជួបហេតុភ័យឈានទៅដល់ការពិការអចិន្ត្រៃយ៍ឬមួយក៏អាចថាបាត់បង់អាយុជីវិតហើយចំនួនប្រាក់កម្ចីដែលគាត់ខ្ចីហ្នឹងគឺប្រជាជនអតិថិជនផ្ទាល់ហ្នឹងគឺគាត់អត់ចាំបាច់មានកាតព្វកិច្ចឬមួយក៏អ្នកដែលជាសាច់ញាតិគាត់មិនចាំបាច់មានកាតព្វកិច្ចក្នុងការបង់សងទៅកាន់ស្ថាប័នមីក្រូហិរញ្ញវត្ថុទេគឺមេដារ៉ាប់រងជាអ្នកសងបំណុលជំនួសបាទនេះយើងឲ្យឈ្មោះថាធានារ៉ាប់រងទៅលើប្រាក់កម្ចីអញ្ចឹងសរុបមកថាទំហំកម្ចីទំហំសំណងស្មើទៅនឹងទំហំកម្ចីដែលអតិថិជនបានខ្ចីដែលឡែកធានារ៉ាប់រងអាយុជីវិតគឺយើងបានផ្ដល់នៅចំនួនទឹកប្រាក់ជាក់លាក់មួយមិនអាស្រ័យទៅនឹងចំនួនប្រាក់កម្ចីទេទោះបីគាត់ខ្ចី 2000 ឬ 3000 ប៉ុន្តែយើងនឹងមិនទៅសងទៅតាមទំហំទឹកប្រាក់នោះទេយើងបានកំណត់ទំហំទឹកប្រាក់មួយត្រឹម$1000ដើម្បីធ្វើការសងនៅពេលដែលគាត់បាត់បង់អាយុជីវិតពិតជាពិសេសណាស់អញ្ចឹងមិនដឹងថាមានបងប្អូនប្រជាពលរដ្ឋយើងប្រហែលអ្នកដែលដឹងតទៅជាមួយនឹងធានារ៉ាប់រងដែលអាចទាញភ្ជាប់ផ្សារភ្ជាប់គ្នាជាមួយនឹងប្រាក់កម្ចីបានទេប៉ុន្តែនាងខ្ញុំនិយាយបែបនេះមិនមែនមានន័យថាឲ្យពួកគាត់ខ្ចីប្រាក់រួចហើយតែមានរឿងបែបហ្នឹងកើតឡើងទេប៉ុន្តែគ្រាន់តែជីវិតជាទូទៅគឺយើងមើលអត់ឃើញទេមែនទេលោកគ្រូចាអញ្ចឹងហើយបានជាយើងសម្លឹងឃើញមានខាងផ្នែកក្រុមហ៊ុនធានារ៉ាប់រងហ្នឹងកើតឡើងដោយសារតែអញ្ចឹងគឺយើងចង់ការពារអ្វីដែលយើងមិនអាចមើលឃើញទុកមុនដូចជាបញ្ហាភ្លើងឆេះឬក៏បញ្ហាគ្រោះថ្នាក់ផ្សេងគឺយើងមើលឃើញទេចាហើយបន្តទៅទៀតនេះខ្ញុំចង់ជម្រាបសួរលោកគ្រូបន្ថែមទៀតមិញនេះបានបង្ហាញប្រភេទហើយប៉ុន្តែអត់ចង់នៅអត់ទាន់បានដឹងឡើយថាតើអត្ថប្រយោជន៍នៃធានារ៉ាប់រងហ្នឹងហេតុអីបានជាយើងចាំបាច់ត្រូវមានធានារ៉ាប់រងចុះបើដូចខ្ញុំអត់មានធានារ៉ាប់រងបានអត់បាទចំណុចនេះខ្ញុំចង់បញ្ជាក់ថាចំពោះធានារ៉ាប់រងគឺវាមានសារៈសំខាន់សម្រាប់បុគ្គលយើងម្នាក់ហើយក៏វាមានសារៈសំខាន់ចំពោះស្ថាប័នមីក្រូហិរញ្ញវត្ថុផងដែរអញ្ចឹងខ្ញុំសូមលើកយកចំណុចផលិតផលរបស់ខ្ញុំមួយទៅលើធានារ៉ាប់រងទៅលើប្រាក់កម្ចីយើងសង្កេតឃើញថាកន្លងមកនៅពេលដែលប្រជាជនគាត់បានខ្ចីទឹកប្រាក់មួយចំនួននោះដើម្បីទៅប្រកបរបរចិញ្ចឹមជីវិតឬមួយក៏បង្កើនផលរបររបស់គាត់
ប៉ុន្តែសង្កេតឃើញថាការកើតឡើងដោយមិនអាចគ្រោងទុកយើងសង្កេតឃើញថាមានគ្រោះថ្នាក់គាត់អាចស្លាប់ដោយសារជំងឺគាត់អាចនឹងមានគ្រោះថ្នាក់ដោយឧបទ្ទហេតុចៃដន្យណាមួយនៅគ្រានោះហើយរឿងវាកើតឡើងដោយកម្រទេប៉ុន្តែនៅពេលដែលវាកើតឡើងជួនកាលប្រជាជនឬមួយក៏ក្រុមគ្រួសារគាត់ត្រូវទទួលរងបន្ទុកនៅក្នុងការសងត្រឡប់មកវិញឬមួយក៏គាត់ការខ្ចីជាលក្ខណៈក្រុមអញ្ចឹងតម្រូវឲ្យសមាជិកនៅក្នុងក្រុមនឹងធ្វើការសហការគ្នាដើម្បីទូទាត់នៅចំនួនដែលអតិថិជនដែលគាត់បានបាត់បង់អាយុជីវិតទៅនោះឬក៏ពីការអចិន្ត្រៃយ៍នោះសងជំនួសមកកាន់ស្ថាប័នវិញអញ្ចឹងចំណុចកន្លែងនេះខ្ញុំញែកឲ្យឃើញថាវាមានផលប្រយោជន៍ពីរបើសិនជារឿងនោះកើតឡើងចំពោះអតិថិជនដូច្នេះស្ថាប័នមីក្រូហិរញ្ញវត្ថុខ្លួនឯងផ្ទាល់នឹងគឺគាត់អត់ចាំបាច់ពិបាករឿងបំណុលយើងអត់ចាំពិបាកទៅទាឬមួយក៏ឡើងនៅគេឲ្យឈ្មោះថាអត្រាហានិភ័យនៃផលបត្តិឥណទានទេហើយនេះជាផលប្រយោជន៍ទី1ដែលស្ថាប័នមីក្រូហិរញ្ញវត្ថុនឹងគាត់ទទួលបានអញ្ចឹងគាត់មានអាគុណភាពនៃផលបត្តិឥណទានគាត់នឹងល្អបើសិនជាគាត់អតិថិជនរបស់គាត់ទទួលនៅសេវាកម្មធានារ៉ាប់រងបែបនេះព្រោះខ្ញុំគិតថាគ្រប់ស្ថាប័នមីក្រូហិរញ្ញវត្ថុគាត់មិនត្រឹមតែមានគោលដៅក្នុងការទទួលបានប្រាក់ចំណេញទេទី1គាត់ចង់ចូលរួមចំណែកនៅក្នុងការចូលរួមចំណែកនៅក្នុងសង្គមអញ្ចឹងមានន័យថាគាត់អត់ចង់ឃើញថានៅពេលអតិថិជនមានបញ្ហាហ្នឹងគាត់នៅតែទៅទាទៀតអញ្ចឹងវាហាក់ដូចជាពិបាកពេលខ្លះយើងពិបាកហើយតម្លៃចំណុចទី2អ្នកដែលបានទទួលផលប្រយោជន៍ពីនោះគឺអតិថិជនឬមួយក៏សមាជិកក្រុមគ្រួសារនៃអតិថិជនឬមួយក៏សមាជិកក្នុងក្រុមកម្ចីនោះផ្ទាល់គឺគាត់អត់ចាំបាច់ទទួលរងនៅបន្ទុកក្នុងការសងត្រឡប់មកកាន់ស្ថាប័នមីក្រូហិរញ្ញវត្ថុវិញទេប្រិមិត្តរបស់យើងមិញហ្នឹងបានស្ដាប់ច្រើនហើយមែនទេរួមហើយតកតងជាមួយនឹងធានារ៉ាប់រងហើយយើងខ្ញុំក៏ចង់ដឹងបន្តទៀតតកតងជាមួយនឹងទស្សនៈរបស់វាគ្មិនកិត្តិយសរបស់យើងដែរថាតើលោកមានទស្សនៈយល់ឃើញយ៉ាងណាចំពោះទស្សនៈរបស់ចំពោះទស្សនៈរបស់បងប្អូនប្រជាពលរដ្ឋរបស់យើងដែលគាត់មានចំពោះសេវាកម្មធានារ៉ាប់រងស្រាប់តែគាត់ធ្លាប់ធ្វើការនៅខាងគេហៅថាបរិយាកាសនឹងស្រាប់ហើយណាមួយយើងខ្ញុំក៏ពិតជាចង់ដឹងដែរថាតើបងប្អូនប្រជាពលរដ្ឋរបស់យើងនឹងតើតាមទស្សនៈយកឃើញមកគាត់យល់ថាតើសេវាកម្មហ្នឹងទលាយនៅក្នុងផ្នត់គំនិតហ្នឹងតើប្រជាពលរដ្ឋយើងគាត់គិតយ៉ាងម៉េចចំពោះធានារ៉ាប់រងចាដូច្នេះហើយសម្រាប់ខ្ញុំអត់អីទេណាធានារ៉ាប់រងគឺមួយយ៉ាងមានធានារ៉ាប់រងយើងកក់ក្ដៅញ៉ាំនេះខ្ញុំដូចគ្នាបងអញ្ចឹងចុះសម្រាប់បងប្អូនយើងដទៃទៀតយើងអត់ដឹងទេមែនទេចាឥឡូវយើងចង់ដឹងពីទស្សនៈរបស់វាគ្មិនកិត្តិយសរបស់យើងថាតើគាត់គិតថាប្រជាពលរដ្ឋរបស់យើងនឹងគាត់មានទស្សនៈយល់ឃើញយ៉ាងណាចំពោះសេវាកម្មធានារ៉ាប់រងចាដូច្នេះសូមមកវាយអារម្មណ៍ទៅជួបជាមួយនឹងវាគ្មិនពិសេសទាំងអស់គ្នាចាចាឲ្យឃើញថាភ្ញៀវកិត្តិយសរបស់យើងគឺលោកគ្រូបានបង្ហាញច្រើនរួចបង្ហាញទាក់ទងជាមួយនឹងអត្ថប្រយោជន៍ក៏ដូចជានិយមន័យរបស់ធានារ៉ាប់រងប៉ុន្តែតើលោកគ្រូមានទស្សនៈយល់ឃើញយ៉ាងណាចំពោះប្រជាជនខ្មែរយើងដែលគាត់មានមើលឃើញគាត់មើលឃើញគាត់ក៏មានទស្សនៈចំពោះធានារ៉ាប់រងនៅស្រុកខ្មែរយើងនេះចាអរគុណនៅនាងកញ្ញាចត្រាចំពោះចំណុចនេះខ្ញុំចង់ឆ្លៀតឱកាសនេះបញ្ជាក់ដែរកន្លងមកនេះទស្សនៈការយល់ឃើញចំពោះធានារ៉ាប់រងពីបណ្ដាបងប្អូនប្រជាជនយើងក៏ដូចជាអតិថិជនដែលយើងមានស្រាប់នឹងគាត់នៅតែមានទស្សនៈមួយដែលគាត់យល់ថាការនិយាយអំពីធានារ៉ាប់រងអាយុជីវិតការនិយាយពីការបាត់បង់អាយុជីវិតគាត់ហាក់ដូចជាគិតថាជាការនាំបច្ច័យអាក្រក់ជាការនាំសោយប៉ុន្តែចំណុចនេះគាត់ចង់ជំរាបបញ្ជាក់ប្រាប់បងប្អូនថាយើងគិតទៅនៅក្នុងជីវិតយើងរឿងហ្នឹងវានឹងអាចកើតឡើងនៅក្នុងជីវិតគ្រាន់តែយើងមិនដឹងថានៅពេលណាទេតែយើងជឿជាក់ទាំងអស់គ្នាថាអញ្ចឹងមែនទេថាវានឹងកើតឡើងចំពោះជីវិតចា៎អញ្ចឹងចំណុចនេះបើខ្ញុំធ្វើការឆ្លុះបញ្ចាំងទៅកាន់តថភាពជាក់ស្ដែងនៃការរស់នៅរបស់ប្រជាពលរដ្ឋយើងក៏មានបងប្អូនមួយចំនួនគាត់បានធ្វើការទិញដីគាត់បានទៅជជែកឬក៏ទៅសុំដីពីវត្តពីចៅអធិការដើម្បីត្រៀមទុកនៅពេលដែលគាត់ឈានទៅដល់វ័យចាស់ជរាណាមួយនោះឬមួយគាត់អាចតែឈានយើងនិយាយខ្លីទៅថាអាចគាត់ឈានទៅដល់ថ្ងៃអនិច្ចកម្មបាទឈានដល់ថ្ងៃអនិច្ចកម្មគឺ
គាត់មានកន្លែងមានថាគាត់មានកន្លែងសម្រាប់ដាក់ទុកតម្កល់សពអីបានត្រឹមត្រូវទៅតាមទំនៀមទម្លាប់ប្រពៃណីដូច្នេះកន្លែងនេះធានារ៉ាប់រងដូចគ្នាគឺថាយើងគ្រាន់តែជាការធ្វើផែនការសម្រាប់ថ្ងៃអនាគតដែលវានឹងអាចកើតមានទេដែលវានឹងអាចកើតមានហើយខ្ញុំគិតថាវាជារឿងមួយដែលយើងត្រូវគិតជាការធ្វើផែនការហិរញ្ញវត្ថុជាការធ្វើផែនការហិរញ្ញវត្ថុព្រោះថានៅក្នុងជីវិតនេះយើងទទួលស្គាល់ទាំងអស់គ្នាអញ្ចឹងថាយើងមិនអាចគេចផុតបានទេចំណុចហ្នឹងហើយការបងធានារ៉ាប់រងនេះគឺថានៅថ្ងៃវាមិនថ្លៃទេកញ្ញាចត្រាវាមិនថ្លៃទេបើយើងគិតទៅសម្រាប់មួយខែត្រឹមតែ 2000 លុយខ្មែរ 2000 រៀលបាទត្រឹមតែ 2000 រៀលលុយខ្មែរបាទហើយយើងគិតថាលុយប៉ុណ្ណេះសម្រាប់ប្រជាជននៅទីជនបទគឺគាត់អាចលៃលកបានខ្ញុំគិតថាស្មើនឹងអាចថា100ក៏បានបាទមួយថ្ងៃ100បាទមួយថ្ងៃ100មួយថ្ងៃ100អញ្ចឹងក៏បាន30ថ្ងៃក៏បាន 3000 វាច្រើនជាងបាទហើយបើយើងគិតទៅក្នុងមួយថ្ងៃពេលខ្លះខ្ញុំអាចនិយាយថាស្មើនឹងកាហ្វេមួយកែវទេបាទស្មើនឹងកាហ្វេមួយកែវប៉ុន្តែនេះការទិញធានារ៉ាប់រងនេះវាមានន័យសម្រាប់ឲ្យយើងធ្វើផែនការទុកជាមុនយើងហាក់ដូចសន្សំលុយហ្នឹងបើសិនមានហេតុការណ៍ណាមួយកើតឡើងមានក្រុមហ៊ុនធានារ៉ាប់រងគេនឹងសងកញ្ចប់ទឹកលុយមួយទៅតាមកិច្ចសន្យាហើយខ្ញុំគិតថាមានទំហំច្រើនរាប់សិបដងច្រើនបាទអញ្ចឹងសម្រាប់ប្រជាពលរដ្ឋយើងដែលគាត់មានជីវភាពធម្មតាក៏គាត់អាចទិញបានដែរមែនលោកគ្រូព្រោះអីបើតាមខ្ញុំគិតទៅ2000រៀលមិនថ្លៃទេហើយមួយខែមិនមែនមួយថ្ងៃឬក៏មិនមែនមួយសប្តាហ៍ណានេះ2000គឺមួយខែអញ្ចឹងរយៈពេលដែលគាត់ទិញធានារ៉ាប់មួយឆ្នាំអស់$6បាទមួយឆ្នាំត្រឹម$6ចំណុចកន្លែងនេះខ្ញុំចង់បញ្ជាក់ដែរថាធានារ៉ាប់រងយើងដូចខ្ញុំបានបញ្ជាក់ពីខាងដើមមានធានារ៉ាប់រងខ្នាតធំនិងធានារ៉ាប់រងខ្នាតតូចអញ្ចឹងធានារ៉ាប់រងខ្នាតតូចវាមានលក្ខណៈពិសេសត្រង់ថាការបង្កើតឡើងនៅផលិតផលនីមួយៗហ្នឹងគឺថ្លៃមានថ្លៃទាបដែលប្រជាជនដែលមានកម្រិតចំណូលទាបឬក៏មួយអ្នកដែលមានចំណូលមិនទៀងទាត់ហ្នឹងគឺគាត់អាចទទួលឬក៏គាត់អាចទិញនៅផលិតផលធានារ៉ាប់រងនឹងបានហើយលក្ខណៈពិសេសមួយទៀតនៃធានារ៉ាប់រងខ្នាតតូចគឺថារយៈពេលនៃការទូទាត់សំណងគឺយើងទូទាត់លឿននិយាយចំបទពិសោធន៍កន្លងមករបស់មេដាយើងមិនដែលទូទាត់លើសពី3ថ្ងៃទេគឺយើងអាចធ្វើការទូទាត់ប្រសិនបើគាត់មានឯកសារគ្រប់គ្រាន់ហើយយ៉ាងយូរបំផុតកន្លងមកយើងត្រឹមតែរយៈពេល7ថ្ងៃទេគឺយើងអាចធ្វើការទូទាត់ជូនគាត់មានករណីខ្លះយើងអាចទូទាត់ក្នុងរយៈពេល1ថ្ងៃឬក៏2ថ្ងៃនៅពេលដែលគាត់មានឯកសារគ្រប់គ្រាន់ដែលយើងអាចបញ្ជាក់ថាគាត់ពិតជាអតិថិជនរបស់យើងមែននេះជាចំណុចពិសេសដែលខ្ញុំចង់ឆ្លៀតបញ្ជាក់ថារ៉ាប់រងខ្នាតតូចទី1គឺថ្លៃទាបដែលអាចធ្វើឲ្យប្រជាជនមានចំណូលទាបឬចំណូលមិនទៀងទាត់គាត់អាចទិញបានចំណុចទី2គឺរយៈពេលនៃការទូទាត់សំណងហ្នឹងគឺមានរយៈពេលឆាប់លឿនគឺថាតន់ចិត្តព្រោះយើងគិតថានៅពេលដែលប្រជាជនគ្នាទីទាល់ក្រគ្នាដែលងាយនឹងទទួលរងនៅបញ្ហាប្រឈមហ្នឹងហើយអញ្ចឹងហើយគឺយើងអាចបង្កើតផលិតផលហ្នឹងគឺធ្វើម៉េចឲ្យតន់ចិត្តតន់ពេលវេលាមិនអាចឲ្យគាត់រងចាំយូរបានទេចាពីព្រោះគាត់តម្រូវការគាត់ត្រូវប្រើហើយបើសិនជាការពិតនាងខ្ញុំជឿជាក់ថាបងប្អូនប្រជាពលរដ្ឋរបស់យើងប្រហែលជាគាត់រៀងសាញបន្តិចគាត់ខ្លាចថាបើទិញធានារ៉ាប់រងទៅតម្រាំតែដំណើរការហ្នឹងគាត់បានលុយវិញចំណាយពេលយូរហើយពេលខ្លះទៅទាមទារឯកសារច្រើនពេកគាត់ត្រូវទៅរត់ឯកសារគាត់មានការលំបាកនៅក្នុងការរត់ឯកសារផ្សេងៗអញ្ចឹងណាអញ្ចឹងសម្រាប់នៅក្រុមហ៊ុនធានារ៉ាប់រងមេដាហ្នឹងចំពោះដំណើរការឯកសារផ្សេងៗនេះមានការលំបាកឬក៏ទាមទារច្រើនទេលក្ខណៈឯកសារហ្នឹងកន្លងមកมันមានអីស្មុគស្មាញទេព្រោះឯកសារវាពាក់ព័ន្ធនឹងឯកសារកម្ចីឯកសារកម្ចីគាត់មានហើយនឹងមួយទៀតឯកសារពាក់ព័ន្ធការទិញធានារ៉ាប់រងគឺបានធានារ៉ាប់រងដែលយើងបានផ្ដល់ជូនគាត់ហ្នឹងនឹងចំណុចមួយទៀតគឺពាក់ព័ន្ធលិខិតមរណភាពហើយលិខិតមរណភាពកន្លងមកនេះជាបទពិសោធន៍យើងអាចធ្វើបាននៅក្នុងរយៈពេល1អាទិត្យប៉ុន្តែនៅមុនហ្នឹងជួនកាលយើងអាចមិនទាន់គឺយើងមានលិខិតបញ្ជាក់ពីមេភូមិឬមួយក៏មេឃុំអីគឺយើងអាចទទួលស្គាល់អាហ្នឹងជាលក្ខណៈបណ្ដោះអាសន្នបានហើយអញ្ចឹងយើងក៏អាចធ្វើការទូទាត់សំណងជូនគាត់ដែរគឺកន្លងមកយើងមិនមានជាបញ្ហាដុំកំភួនទេពាក់ព័ន្ធរឿងឯកសារនេះមិនមានអ្វីដែលធ្វើឲ្យអតិថិជនយើងឬប្រជាជននោះមានភាពស្មុគស្មាញនោះទេលុយរបស់គេមែនតែបានចំណេះហើយថែមទាំងបានរង្វាន់ទៀតសូមទូរស័ព្ទមកលេខ017 999 126 070 99 10 25 097 61 53 999នៅក្នុងកម្មវិធីជីវិតនិងលុយរៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យវេលាម៉ោង 12 ដល់ម៉ោង 1 ថ្ងៃត្រង់នៅក្នុងស្ថានីយ៍វិទ្យុទន្លេ FM 102.5 MHz ដើម្បីធ្វើឲ្យជីវិតកាន់តែប្រសើរឡើង
សូមស្វាគមន៍ប្រិយមិត្តរបស់យើងមកកាន់កម្មវិធីជីវិតនឹងលុយវគ្គទី2តែប៉ុន្តែវគ្គនេះនាងខ្ញុំចង់ចាក់បន្តទៀតពីទស្សនៈរបស់ការថ្លែងអំណរគុណចុងក្រោយរបស់វាគ្មិនកិត្តិយសរបស់យើងប៉ុន្តែមុននឹងបន្តចូលទៅដល់ហ្នឹងនាងខ្ញុំចង់ប្រកាសប្រព័ន្ធទូរស័ព្ទរបស់យើងតិចចង់បានទស្សនៈរបស់បងប្អូនយើងចាមួយរូបក៏បានពីររូបក៏បានចាទស្សនៈតកតងជាមួយនឹងធានារ៉ាប់រងតើគាត់យកឃើញយ៉ាងណាល្អមិនល្អឬក៏យ៉ាងម៉េចអញ្ចឹងនេះជាទស្សនៈផ្ទាល់ខ្លួនចា៎ដូច្នេះនេះខ្ញុំសូមអនុញ្ញាតប្រកាសលេខទូរស័ព្ទបើសិនជាប្រិយមិត្តរបស់យើងចង់បង្ហាញពីចំណាប់អារម្មណ៍ចំពោះធានារ៉ាប់រងអាចទូរស័ព្ទចូលរួមនៅក្នុងកម្មវិធីរបស់យើងបានតាមរយៈទូរស័ព្ទរបស់យើង3ប្រព័ន្ធទី1 017 999 126 070 99 10 25និងប្រព័ន្ធរបស់យើងមួយខ្សែទៀតគឺមានលេខ097 61 53 999ចា៎បង្ហាញពីទស្សនៈគាត់មកថាតើឥឡូវគាត់ថាហេអត់ពេញចិត្តទេធានារ៉ាប់រងបែបអញ្ចេះអញ្ចឹងណាពីព្រោះតាមពិតទៅបើសិនជាអ្នកដែលគាត់ទៅជាមន្ត្រីអន្តទានអីដែលគាត់ចង់និយាយថាជាគ្រឹះស្ថានមីក្រូរ៉ាញ់តូបមួយដែលផ្ដល់ធានារ៉ាប់រងដល់អតិថិជនអញ្ចឹងហើយទៅពេលដែលគាត់មានអតិថិជនស្នើខ្សុំខ្ចីប្រាក់អីអញ្ចឹងអញ្ចឹងទៅគាត់បញ្យល់បង្ហាញអ្នកមីងបើសិនជាអ្នកមីងយកចំនួនទឹកប្រាក់ប៉ុណ្ណាអត្រាកាត់ប្រាក់ប៉ុណ្ណាអ្នកមីងនឹងទទួលបានធានារ៉ាប់រងហើយបញ្យល់គាត់ថាធានារ៉ាប់រងនៅរបៀបម៉េចទៀតគាត់អាចគិតម៉េចលោកគ្រូម៉េចអ្នកគ្រូឲ្យខ្ញុំខ្ចីលុយប៉ុណ្ណឹងហើយហ្មងឲ្យខ្ញុំស្លាប់ហ៎នេះគឺជាកំណត់អវិជ្ជមានចំពោះវាទៅជាចេះទៅវិញណាព្រោះអីចង់និយាយថាយើងគ្រាន់តែចង់ឲ្យមានជាធានារ៉ាប់រងអញ្ចឹងទៅដើម្បីឲ្យគាត់មានភាពកក់ក្ដៅភាពពិតគឺអត្ថប្រយោជន៍ចាអត្ថប្រយោជន៍គឺជាគាត់ផ្ទាល់មិនមែនមន្ត្រីអន្តទានទេមន្ត្រីអន្តទានទេប៉ុន្តែមន្ត្រីអន្តទានតែនិយាយមិនស្រួលទេច្បាស់ច្បាស់ជាត្រូវអ៊ំពូមីងពុកម៉ែបងប្អូនយើងនឹងគាត់គិតថាអាម៉េចមកឲ្យលុយខ្ចីប៉ុណ្ណឹងហើយមកម៉េចហ្នឹងមកឲ្យខ្ញុំស្លាប់បីយ៉ាងម៉េចឡើយហ្នឹងចាមានទេមានបងប្អូនយើងគាត់ទូរស័ព្ទចូលរួមដើម្បីបញ្ចេញទស្សនៈរបស់គាត់ទេបើសិនជាអត់មានទេនាងខ្ញុំបន្តទៅវាគ្មិនកិត្តិយសរបស់យើងបន្តទៀតចាតើនៅមុននឹងបញ្ចប់នៃកម្មវិធីតើវាគ្មិនរបស់យើងមានពាក្យពេចន៍អ្វីផ្ដាំផ្ញើជាចុងក្រោយចាសូមអញ្ជើញប្រិយមិត្តរបស់យើងទៅស្ដាប់ទាំងអស់គ្នាចាហើយដោយសារតែពីកម្មវិធីរបស់យើងបានបង្កើតមកដល់ទីបញ្ចប់ទៅហើយតែមុននឹងបញ្ចប់នៃកម្មវិធីតើវាគ្មិនកិត្តិយសរបស់យើងមានពាក្យពេចន៍អ្វីដើម្បីប្រាំផ្ញើទៅប្រជាពលរដ្ឋរបស់យើងដែរទេបាទដោយសារពេលវេលាយើងមានកំណត់អញ្ចឹងជាចុងក្រោយនេះខ្ញុំសូមធ្វើការបញ្ជាក់អំពីភាពផ្សេងគ្នារវាងស្ថាប័នមីក្រូហិរញ្ញវត្ថុហើយនិងធានារ៉ាប់រងខ្នាតតូចបើសិនជាយើងធ្វើការញែកថាតើធានារ៉ាប់រងខ្នាតតូចនេះតើវាមានសារៈសំខាន់អ្វីហើយថាតើស្ថាប័នមីក្រូហិរញ្ញវត្ថុតើមានសារៈសំខាន់អ្វីចំពោះការចូលរួមចំណែកទៅក្នុងការកាត់បន្ថយភាពក្រីក្រយើងសង្កេតឃើញថាស្ថាប័នមីក្រូហិរញ្ញវត្ថុគឺយើងផ្ដល់លុយកាក់ដើម្បីឲ្យប្រជាជនរករបរទទួលទានដើម្បីធ្វើប្រសើរឡើងនៅកម្រិតជីវភាពរបស់គាត់ប៉ុន្តែដោយឡែកធានារ៉ាប់រងគឺមានសារៈសំខាន់នៅក្នុងការការពារនៅចំណូលដែលគាត់ទទួលបាននឹងមិនឲ្យបាត់បង់ចំណុចកន្លែងនេះហើយចំណុចទី2ធានារ៉ាប់រងខ្នាតតូចគឺយើងផ្ដល់នៅសន្តិភាពផ្លូវចិត្តមានថាផ្ដល់នៅសេចក្តីសុខផ្នែកផ្លូវចិត្តដោយឡែកខ្ញុំគិតថាស្ថាប័នមីក្រូហិរញ្ញវត្ថុគឺដើរតួនាទីក្នុងការផ្ដល់នៅលុយកាក់ផ្ដល់លុយចូលទៅក្នុងហោប៉ៅថាផ្ដល់លុយក្នុងហោប៉ៅទៅដល់អតិថិជនដោយឡែកធានារ៉ាប់រងខ្នាតតូចគឺយើងផ្ដល់នៅសន្តិភាពផ្លូវចិត្តទៅក្នុងចិត្តទៅក្នុងអារម្មណ៍របស់អតិថិជនហើយខ្ញុំគិតថាកន្លងមកនេះនៅក្នុងប្រទេសកម្ពុជាឬមួយមិនថាប្រទេសកំពុងអភិវឌ្ឍគឺយើងបង្កើតនៅសកម្មភាពអីមួយគឺក្នុងការឆ្លើយតបក្នុងការចូលរួមចំណែកទៅក្នុងការកាត់បន្ថយភាពក្រីក្រអញ្ចឹងចំណុចនេះខ្ញុំសូមលើកអំពីសសរស្តម្ភ3ទី1សសរស្តម្ភយើងឲ្យឈ្មោះថាកម្ចីឥណទានអញ្ចឹងមានថាយើងផ្ដល់កម្ចីឥណទានដើម្បីទល់ឡើងនៅដំបូលដែលខ្ញុំគិតថាដំបូលផ្ទះហ្នឹងគឺជាប្រជាជនដែលមានចំណូលទាបបាទអញ្ចឹងយើងប្រើសសរមួយហ្នឹងដើម្បីទល់ឡើងគឺការផ្ដល់ឥណទានអញ្ចឹងយើងឃើញថាដំបូលរបស់គាត់ហ្នឹងឡើងខ្ពស់បាទហើយបានមកចំហៀងអញ្ចឹងយើងថាអូវាអត់ទាន់ស្មើទេអញ្ចឹងយើងផ្ដល់នៅសសរមួយទៀតតាមរយៈអីគឺការផ្ដល់នៅការសន្សំ saving ដែលយើងហៅថា saving អ
ចឹងយើងបានសរសរមួយទៀតប៉ុន្តែយើងឃើញថាដំបូលផ្ទះដែលជាប្រជាជនដែលមានចំណូលទាបនៅតែផ្អៀងអញ្ចឹងខ្ញុំគិតថាយើងប្រើសសរស្ដំមួយទៀតគឺធានារ៉ាប់រងអញ្ចឹងចំណុចនេះយើងផ្ដល់នៅសេវាធានារ៉ាប់រងដែលមានសសរស្ដំ3ទី1កម្ចីឥណទានទី2ប្រាក់បញ្ញាសន្សំហើយទី3គឺសេវាធានារ៉ាប់រងនេះខ្ញុំគិតថាកាលណាមាន3នេះធ្វើឲ្យដំបូលផ្ទះដែលយើងមានប្រជាជនដែលមានចំណូលទាបនេះគឺយើងអាចថាវានៅមានលក្ខណៈតុល្យភាពវាមានលំនឹងមានតុល្យភាពវាមានលំនឹងនេះជាអ្វីដែលខ្ញុំចង់បញ្ជាក់ហើយជាចុងក្រោយនេះក៏សូមអរគុណចំពោះកញ្ញាចត្រាហើយក៏អរគុណចំពោះកម្មវិធីជីវិតនឹងលុយដែលបានអញ្ជើញរូបខ្ញុំបានមកធ្វើការចែករំលែកអំពីធានារ៉ាប់រងនេះហើយសូមបញ្ជាក់ថាបើសិនជាប្រជាជនឬមួយក៏អតិថិជនយើងចាប់អារម្មណ៍ចង់ទិញឬក៏ចង់ទទួលបាននៅសេវាធានារ៉ាប់រងខ្នាតតូចនេះពីមេដារ៉ាប់រងយើងអាចធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទដែលមាន066 666 243ឬមួយក៏អាចធ្វើការទំនាក់ទំនងទិញទៅតាមសាខារបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុ Samic PLC ដែលនៅក្បែរលោកអ្នកបំផុតសូមអរគុណបាទចាឃើញថាពេលវេលា1ម៉ោងដូចលឿនមែនចាមែននេះឃើញនេះលឿនមែនតើលឿនមែនតើជាពិសេសបើសិនជាពេលប្រឡងទេតែលឿនទៀតអត់ទេពេលប្រឡងយូរមែនកំទៅយូរគិតអត់ចេញគ្មានទេកុំចេះមកនិយាយថាអញ្ចឹងគ្មានយូរទេអាពងអត់ចេះហើយនឹងមើលតិចដល់ម៉ោងអើបើថាពេលចេះគេអឺគេកាន់กระดาษឲ្យគេគួយកវីបិចគេហើយមុនហ្នឹងម៉ោងយូរដល់ពេលអត់ចេះពេលរៀនអត់ចេះគ្រូដាក់មក5សំណួរអីឆ្លើយទៅបាន2សំណួរអីបើសោះ20នាទីទៀតដល់អូយម៉ោងនេះដើរលឿនមកម៉ែជាពិសេសឡើងធ្វើបទបង្ហាញហ្នឹងអើយលោកឃើញថានេះហ្មងចាឲ្យឃើញថាថ្ងៃនេះយើងបានជជែកច្រើនតើតោងជាមួយនឹងសេវាកម្មធានារ៉ាប់រងហើយនាងខ្ញុំជឿជាក់ថាវាអាចជាលើកទី1ដែលកម្មវិធីរបស់យើងជជែកតើតោងជាមួយនឹងបញ្ហានេះប៉ុន្តែនាងខ្ញុំចង់ឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងទាំងអស់គ្នានឹងផ្ដោតសំខាន់ទៅលើចំណុចនេះដែរពីព្រោះវាជាចំណែកមួយដែលធ្វើឲ្យជីវិតរបស់យើងកក់ក្ដៅហើយតែប៉ិតខ្ញុំដឹងថាបងប្អូនយើងមួយចំនួនមានទស្សនៈវិជ្ជមានចំពោះធានារ៉ាប់រងព្រោះគាត់គិតថាប្រហែលជាអាចនិយាយដោយសម្ដីយើងបបាក់ស្ដាប់ទៀតណាតែសង្ឃឹមថាបងប្អូនយើងគាត់មិនប្រកាន់ទេគាត់គិតថាប្រហែលជាគាត់អត់ដូចចង់និយាយថាគាត់ខាត់បងពេលដែលគាត់ប្រើធានារ៉ាប់រងមួយខែបងទៅអញ្ចឹងតែទៅពេលរួចហើយឧទាហរណ៍ថាគាត់ទិញសេវាហ្នឹងមួយឆ្នាំទៅមួយឆ្នាំអត់មានកើតរឿងអីសោះគាត់ខាតលុយហ្នឹងចាខាតលុយទាំងអស់ហ្នឹងហើយឧទាហរណ៍ថាមួយខែ2000អញ្ចឹងមួយឆ្នាំគាត់អស់$6អញ្ចឹងស្រាប់គាត់មួយឆ្នាំហ្នឹងគាត់អត់មានឈឺគាត់អត់មានថ្កាត់អីសោះគាត់បោះលុយនឹងតេយ៉ាងទៅអត់មានបានអីមកវិញមួយហើយឆ្នាំក្រោយទៀតទៅទិញធានារ៉ាប់រងមួយឆ្នាំនេះទៀតទៅអញ្ចឹងណាប៉ុន្តែចុះបើយើងសម័យមកវិញថាបើសិនជាយើងមានបញ្ហាវិញនឹងមិនដែរចាអរគុណបងដែលបានសញ្ញោខ្ញុំដឹងចាដល់ម៉ោងមែនបងចាចង់ប្រាប់ថាកុំសើនិយាយច្រើនពេកព្រោះដល់ម៉ោងហើយចាដូច្នេះដោយសារតែពេលវេលារបស់យើងបានមកដល់ទីបញ្ចប់ទៅហើយដូច្នេះមុននឹងបញ្ចប់នៃកម្មវិធីមើលកញ្ញានេះជូនពរបងប្អូនយើងឲ្យល្អមួយមើលចានេះខ្ញុំសូមគោរពជូនពរទៅឲ្យពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់ដែលតែនិយមគ្រប់គ្រងកម្មវិធីជីវិតនឹងលុយសូមឲ្យបងប្អូនមានសុភមង្គលក្រុមគ្រួសារនិងរកទទួលទានមានបានហើយណាមួយដោយសារតែខែនេះខែតិចផងអញ្ចឹងថែរក្សាសុខភាពទាំងអស់គ្នាចាការពារប្រសើរជាងព្យាបាលត្រឹមត្រូវហើយកុំចាំដល់ឈឺហើយបានទៅរកថ្នាំតាមក្រោយវាមិនងាយទេដូចខ្ញុំអញ្ចឹងហើយកុំចាំដល់តាឈឺទៅហើយតែពេលទៅរកថ្នាំវាចាពេលមិនទាំងអស់បងចត្រាឈឺចំពីបាត់ទឹកហើយអត់ឃើញញ៉ាំថ្នាំទេហ្នឹងហើយទុកឲ្យជាឯងហាត់មានពេទ្យចាហើយដូច្នេះនាងខ្ញុំសូមថ្លែងអំណរគុណសាជាថ្មីម្ដងទៀតចំពោះការតាមដាននិងជួយចិត្តទុកដាក់ស្ដាប់ពីសំណាក់បងប្អូនប្រិយមិត្តរបស់យើងហើយនៅថ្ងៃនេះជាពិសេសហើយសង្ឃឹមថាបងប្អូនរបស់យើងនៅតែគ្រប់គ្រងឲ្យពីកម្មវិធីយើងនឹងព្យាយាមរកប្រធានបទណាដែលល្អៗហើយមានសារៈសំខាន់ដើម្បីចែករំលែកដល់ប្រជាពលរដ្ឋយើងបងប្អូនយើងទាំងអស់នេះផងដែរចាស់គណៈពេលនេះនាងខ្ញុំចត្រារួមជាមួយនឹងខ្ញុំបញ្ញានីចាស់រួមជាមួយនឹងសក្ការ័យសូមអរគុណសូមជម្រាបលាជួបគ្នានៅសប្តាហ៍ក្រោយទៀតចា
ចូលទឹកប្រាក់តាមរយៈ Kubel ទទួលបាន commission 10% មែនទេចា៎ បាទបើខ្ញុំណែនាំមិត្តភ័ក្តិ